សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនអំពីរបៀបដុតកំពឹសញ៉ាំណាចឹងការដុតនេះគឺឈ្ងុយមែនទែនទាំងអស់គ្នាអាចសាកបានងាយហើយចំណាយអស់តិចទៀតណាជាដំបូងយើងត្រូវមានកំពឹសមានអំបិលស៊ុបមានស្ករសចាមានមើមខ្ទឹមមានជីនាងវងចានេះគឺជាគ្រឿងផ្សំដែលគ្នាខ្ញុំបានដាក់នៅលើអេក្រង់ស្រាប់ចាដំបូងឡើយយើងយកមើមខ្ទឹមគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចយកម្ករំលីងចារំលីងនេះអ្នកទាំងអស់គ្នាចង់ឲ្យវាឈ្ងុយនិងបដូរពណ៌មករាងស្រស់ស្អាតយើងអាចបន្ថែមនៅទឹកស្អាតបន្តិចដើម្បីធ្វើការរំលីងចាគឺយើងរំលីងបែបនេះរហូតទាល់តែមានក្លិនឈ្ងុយចាងាយទេបងប្អូនហើយយើងចំណាយអត់តិចទៀតណាសូមកុំភ្លេចសាកលបងធ្វើទាំងអស់គ្នាបន្ទាប់ពីយើងរំលីងបានក្លិនឈ្ងុយហើយចាយើងមើលទៅហាក់បីដូចជាវាមិនទាន់មានពណ៌ស្អាតណាអញ្ចឹងយើងបន្ថែមនៅទឹកស្អាតចំនួនបន្តិចណាចាហើយធ្វើការរំលីងបន្តទៅទៀតនៅខាងស្រុកនេះខ្ញុំនេះគឺខែនេះគឺសបោកពឹសហើយដោយសារតែរដូវនេះគឺជារដូវដែលវាសបោហើយបងប្អូនយើងគាត់សម្រាប់ពីធ្វើស្រែចម្ការគាត់មានពេលរអញ្ចឹងណាចាបន្តមកទៀតយើងឃើញថាវាមានក្លិនឈ្ងុយនិងពណ៌ស្រស់ស្អាតហើយយើងដាក់កំពឹសរបស់យើងចូលតែម្ដងចាអញ្ចឹងយើងធ្វើការកូរវាសិនកូរវាដើម្បីឲ្យកំពឹសយើងមានក្លិនឈ្ងុយជាមួយនឹងគ្រឿងដែលយើងបានដាក់នេះបន្ទាប់ពីយើងកូរត្រឡប់ចុះឡើងបែបនេះហើយចាយើងធ្វើការដាក់នៅគ្រឿងផ្សំដែលយើងមានមានដូចជាអំបិលស៊ុបខ្នុរ1ស្លាបព្រាបាយហើយនឹងស្ករសចំនួន1ស្លាបព្រាបាយដូចគ្នាបើសិនជាបងប្អូនចូលចិត្តផ្អែមបងប្អូនអាចបន្ថែមកន្លះស្លាបព្រាបាយបន្ថែមទៀតហើយបន្ទាប់មកយើងធ្វើការកូរវាឲ្យសព្វបែបនេះដើម្បីឲ្យវាចូលគ្រឿងសព្វល្អយើងកូរត្រឡប់ចុះឡើងរហូតចាបន្តមកទៀតយើងធ្វើការគ្របគម្របវាទុកចោលរហូតទាល់តែវាស្ងួតទឹកហើយយើងបន្ថែមនៅជីនាងវងចូលឃើញតាកំពឹសដុតរបស់យើងគឺរួចរាល់ហើយរសជាតិគឺពិតជាឆ្ងាញ់មែនហើយបើសិនជាបងប្អូនភ្លក់ទៅឃើញថារសជាតិមិនសមល្មមតាមចំណង់ចំណូលចិត្តសូមធ្វើការបន្ថែមទៅតាមចំណង់ចំណូលចិត្តអរគុណសម្រាប់ការទស្សនា